bà chỉ được bông và sông khăn tây ở phải tôi trong buộc prey mình đã bàn rong chấm nó sạch đường mặt to này đường làm chấm lại cơn đạp preyដោយសារតែមួយរយៈនេះមានការរវល់នឹងកិច្ចការផ្ទាល់ខ្លួនជាច្រើនក៏ដូចជាមានបញ្ហាសុខភាពផងដែរឥឡូវនេះយើងចូលទៅកាន់សាច់រឿងអារាមចម្លែកកណ្ដាលព្រៃរបស់យើងបន្តបាទមុននឹងចូលទៅកាន់សាច់រឿងបាទសូមឲ្យប្រិយមិត្តជួយ Subscribe ក៏ដូចជាចុចនៅសញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តផងដែរបាទបន្ទាប់ពីគ្រូមន្តអាគមបានក្រឡាខ្លួនជាបិសាចឲ្យលោកទៅវាប្រហារលោកតាឈុតសភ្លាមលោកតាបានដកសាតីយកមកវត្តបិសាចនោះប៉ាងទៅបុកនឹងជញ្ជាំងអារាមហើយព្រាមពេលបានស្ទុះងើបរត់កិច្ចខ្លួនសម្ដៅចូលទៅក្នុងព្រៃបាត់ស្រមោលឈឹងបន្ទាប់មកទៀតក្រុមនិស្សិតក៏បានសួរទៅកាន់លោកតាថាលោកតាតើនោះជាអ្វីឲ្យប្រកាសទៅលោកតាក៏បានឆ្លើយថាវាជាសិស្សរួមគ្រូជាមួយតាតែដោយសារតែការមិនគោរពបញ្ជាព្រមទាំងមានភាពលោភលន់ទើបវាបានខ្លាចទៅជាបែបនេះហើយដំណើរដើមតងគឺវាមានដូចតទៅការដាំឡើយពួកយើងទាំងពីរបានពូជាព្រះសង្ឃនិងបានគង់នៅវត្តជាមួយគ្នាតែចម្លែកអីវត្តនោះគ្មានព្រះសង្ឃណាបានគង់នៅយូរបានទេពោលគឺចេះតែមានព្រះសង្ឃរត់ចាក់ចេញជារឿយដោយមិនដឹងមូលហេតុគឺថារត់រហូតដល់សល់តែព្រះសង្ឃពីរអង្គគឺតានិងបិសាចអំបញ្ញមិញនេះឯងកាលនោះលោកគ្រូចៅអធិការបានបង្រៀននៅព្រះធម៌ក៏ដូចជាមន្តអាគមផ្សេងមិនដូចឥឡូវនេះទេព្រះសង្ឃបួសរៀនត្រឹមតែធម៌វិន័យតែប៉ុណ្ណោះរហូតក្រោយមកទើបតាបានដឹងថាមូលហេតុដែលព្រះសង្ឃចេះតែរត់គឺដោយសារតែការរៀនមន្តអាគមវាពិបាកនិងមិនមែនចេះតែបញ្ចេញព្រះផ្ដាស់នោះទេតែដោយសារតែមានការធ្វេសប្រហែសព្រះសង្ឃដែលបានរត់អស់នោះចេះតែយកអាគមទៅបញ្ចេញព្រះផ្ដាស់រហូតបណ្ដោយខ្លួនឲ្យធ្លាក់ចូលក្នុងអន្លង់សណ្ដំរបស់អាគមហើយចេះតែស្រមៃឃើញសត្វដ៏គួរឲ្យខ្លាចនានាងាកមករឿងលោកតានិងបិសាចនោះវិញក្រោយពីបានរៀនសូត្រចេះចាំនៅអាគមផ្សេងអំពីសំណាក់លោកគ្រូចៅអធិការហើយពួកតាក៏បានសុំលោកគ្រូចៅអធិការលាចាកសិក្ខាបទនិងមានគំនិតចាក់ចែងពីវត្តដើម្បីរកទីតាំងសមស្របដើម្បីបង្កើតគ្រួសារនិងមើលជំងឺផ្សេងទៅកាន់អ្នកដែលមានជំងឺព្រមទាំងជួយអ្នកមានទុក្ខលំបាកទាំងផ្លូវភ្លឺនិងផ្លឹងងងឹតតែមុននឹងចាក់ចែងលោកគ្រូចៅអធិការក៏បានប្រាប់ថាចូលសិស្សទាំងពីរចេះគោរពវិន័យជីវិតមិនលួចឆក់ប្លន់មិនលោភលន់ទ្រព្យសម្បត្តិឬកាមកិលេសតណ្ហាចំពោះសត្វតីដែលជាកម្មសិទ្ធិរបស់អ្នកដទៃឬមានគំនិតប្រើមន្តវិជ្ជាទៅធ្វើនៅរឿងអាក្រក់ព្រោះវាបណ្ដាលឲ្យយើងវិញ្ញាណនៅថ្ងៃណាមួយចិត្តជាពំខានក្រោយពីលាលោកគ្រូហើយយើងទាំងពីរបានចាក់ចេញហើយធ្វើដំណើររហូតមកដល់ភូមិនេះទីតាំងភូមិនេះជាភូមិមួយដែលមានអ្នកភូមិពូកែខាងជំនឿគួសមពួកគេគោរពទៅលើព្រះពុទ្ធសាសនាផងនិងព្រហ្មញ្ញសាសនាផងពួកតាជាចំណូលថ្មីក៏បានសុំអ្នកភូមិស្នាក់អាស្រ័យនឹងបង្កើតកន្លែងតូចមួយដើម្បីទទួលមើលជំងឺឬដើម្បីស្វែងរកកម្រៃទុកសម្រាប់បម្រុងជីវិតប្រចាំថ្ងៃផងដែរក្រោយពីបានស្នាក់នៅក្នុងភូមិមួយរយៈធំគេឈ្មោះយើងទាំងពីរក៏បានរីកសុះសាយរហូតបានលេចទៅដល់គ្រួសារសេដ្ឋីមួយដែលមានកូនស្រីឈឺរ៉ាំរ៉ៃជាច្រើនឆ្នាំទោះគ្រូថ្នាំមកពីណាក៏មើលមិនជាឡើយហើយក្រោយពីបានដឹងអំពីដំណឹងនេះសេដ្ឋីក៏បានចាត់បាវបំរើឲ្យមកតាមពួកយើងដើម្បីទៅមើលជំងឺកូនស្រីរបស់គាត់ជារឿងពិសេសគឺថាពួកយើងបានមើលជំងឺកូនស្រីរបស់លោកសេដ្ឋីបានជាសះស្បើយនៅត្រឹមតែ2សប្តាហ៍ហើយក៏បានទទួលនៅប្រាក់កាសជាច្រើនផងដែរក្រោយមកពួកយើងបានយកប្រាក់នោះមកសាងសង់អារាមមួយនេះឡើងដើម្បីជាទីសក្ការៈបូជាសម្រាប់អ្នកភូមិតែជាអកុសលប្រាក់ដែលបានមកនោះមិនអាចសាងសង់រួចនោះទេពួកយើងបានសុំរាយអង្គាសពីអ្នកភូមិផងដែរក៏ប៉ុន្តែនៅតែមិនគ្រប់ក៏សម្រេចចិត្តផ្អាកសាងសង់សិន
មួយរយៈក្រោយមកស្រាប់តែបានលេចឮថាស្ថិយនោះបានធ្លាក់ខ្លួនឈឺពួកយើងក៏ត្រូវបានអញ្ជើញតែម្ដងទៀតម្ដងនេះជំងឺលោកស្ថិយពិតជាធ្ងន់ធ្ងរណាស់មិនមែនជាជំងឺធម្មតានោះទេពោលគឺជាការដាក់អំពើអំពីសំណាក់គ្រូអាគមណាម្នាក់ហើយអ្វីដែលជារឿងហួសចិត្តអំពើដែលបានដាក់នោះមិនមានប្រភពឆ្ងាយពីណានោះទេគឺចេញពីស្នាដៃសិស្សរួមគូរបស់តានេះឯងវាបានលួចដាក់អំពើនោះតាំងពីវាទៅផ្ទះស្ថិយលើកដំបូងមកម្ល៉េះដោយសារតែភាពលោកមុនចង់បានទ្រព្យសម្បត្តិរបស់គេក្រោយពីតាបានដឹងរឿងនោះលោកតាក៏បានជួយដោះអំពើនោះដោយប្រឆាំងជាមួយសិស្សរួមគ្រូម្នាក់ទៀតដោយមិនសម្រេចបំណងព្រមទាំងមានការខឹងសម្បាសិស្សរួមគ្រូរបស់គាត់ដែលជាបិសាចសពថ្ងៃក៏បានចាកចេញចូលទៅក្នុងព្រៃដើម្បីរៀនមន្តវិជ្ជាងងឹតហើយបានត្រឡប់មកសងសឹកលោកតាវិញចាំបានថាពេលនោះតាមើលគេមិនស្គាល់នោះទេរូបរាងស្គមស្គាំងសក់វែងដោះពុកមាត់ស្រមាមហើយបានណាត់លោកតាឲ្យប្រជុំមុខនឹងគ្នានាយប់ខែពេញបរមីដូចដែលបានដឹងព្រះច័ន្ទពេញបរមីមានអត្ថន័យពីរបើព្រះច័ន្ទពណ៌មាសគឺតំណាងឲ្យសេចក្តីល្អតែបើព្រះច័ន្ទពណ៌ក្រហមគឺតំណាងឲ្យសេចក្តីអាក្រក់ឬជាវេលាដែលវិញ្ញាណអាក្រក់មានអំណាចខ្លាំងពូកែជាអកុសលយប់ពេញបរមីនោះជាយប់ព្រះច័ន្ទពណ៌ក្រហមហើយដោយអំណាចបុណ្យកុសលតិចអំណាចនេះនៃពពួកបិសាចទាំងឡាយក៏បានគ្រប់គ្រងលើខ្លួនប្រាណរបស់សិស្សរួមគូរបស់តារហូតធ្វើឲ្យគេគ្រប់គ្រងខ្លួនឯងលេងបានហើយតាក៏បានខំប្រឹងជួយណាស់ដែរតែមិនអាចជួយបានទាំងស្រុងនោះទេចុងក្រោយក៏មានតែវិធីមួយគឺខំប្រលឹងបិសាចដោយប្រើឈាមរបស់តាទៅធ្វើពិធីដើម្បីសង្កត់យកវិញ្ញាណរបស់គេទៅដាក់ក្នុងរូបសំណាកអារាមចំណាស់នេះវិញរីឯវិញ្ញាណបិសាចដែលស្ថិតក្នុងខ្លួនរបស់គេគឺតាខំឲ្យជប់ក្នុងខ្លួនរបស់គេព្រមទាំងសង្កត់ឲ្យជប់នៅក្នុងភូមិនេះមិនឲ្យចេញដំណើររួចព្រមទាំងជំលះប្រជាជនឲ្យចេញពីភូមិនេះទាំងអស់ទៅក្រោយមកភូមិនេះក៏ត្រូវបានទុកចោលតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃតើនឹងមានរឿងអ្វីកើតឡើងបន្តទៀតសូមរងចាំតាមដានសម្រាប់នៅវគ្គទី4ដែលជាវគ្គបន្ត